You took everything from me. I don't even know who you are. You will. Rain fire! But sire, our troops, just do it! បងប្អូនអ្នកស្រឡាញ់ភាពយន្ត Marvel ទាំងអស់គ្នាសួរថាប្រសិនបើយើងយកតួអង្គពីរដែលមានអំណាចខ្លាំងបំផុតក្នុង MCU មកប្រយុទ្ធគ្នាម្នាក់ទល់ម្នាក់ដោយគ្មានអ្នកណាជួយតើអ្នកណានឹងឈ្នះម្នាក់គឺ Thanos ដែលជាសត្វយក្សពិភព Titan ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងរក Infinity Stone ដើម្បីសម្រេចផែនការរបស់ខ្លួនម្នាក់ទៀតគឺ Wanda Maximoff ឬ Scarlet Witch តែពីដំបូងគ្រាន់តែជាមនុស្សមានសមត្ថភាពពិសេសម្នាក់ប៉ុន្តែបន្តិចម្ដងនាងបានក្លាយជាតួអង្គដែលមានអំណាចដ៏គួរឲ្យខ្លាចបំផុតមួយរបស់ Marvel ហើយអ្វីដែលធ្វើឲ្យការប្រៀបធៀបនេះគួរឲ្យចាប់អារម្មណ៍បំផុតគឺយើងមិនចាំបាច់សម័យឡើយព្រោះក្នុង Avengers Endgame យើងបានឃើញអ្នកទាំងពីរប្រយុទ្ធគ្នាផ្ទាល់ចំណុចចាប់ផ្ដើមមុននឹងនិយាយថាអ្នកណាឈ្នះយើងត្រូវយល់ពីអំណាចរបស់អ្នកទាំងពីរជាមុនសិន Thanos គឺជាអ្នកប្រយុទ្ធដែលមានកម្លាំងរាងកាយដ៏មហាសាលគាត់មិនមែនជាតួអង្គដែលពឹងផ្អែកលើអំណាចវេទមន្តតែមួយមុខទេគាត់មានកម្លាំងខ្លាំងស៊ូទ្រាំខ្លាំងមានបទពិសោធន៍ប្រយុទ្ធខ្ពស់ហើយអាចប្រើអាវុធដ៏ធំមួយរបស់គាត់គឺដាវពីរមុខក្នុង Avengers Infinity War និង Avengers Endgame យើងបានឃើញថា Thanos អាចប្រឈមមុខជាមួយ Avengers ជាច្រើនអ្នកក្នុងពេលតែមួយប៉ុន្តែបញ្ហាមួយគឺថា Thanos ដែលយើងឃើញប្រយុទ្ធជាមួយ Wanda នៅចុង Endgameគឺ Thanos ដែលគ្មាន Infinity Stones នេះមានន័យថានៅពេលគាត់ប្រឈមមុខជាមួយ Scarlet Witch គាត់មិនអាចប្រើ Time Stone Reality Stone Power Stone ឬ Infinity Stone ផ្សេងៗដើម្បីបញ្ចប់ការប្រយុទ្ធភ្លាមៗបានទេហើយនេះហើយជាចំណុចដែលធ្វើឲ្យ Wanda មានឱកាសយ៉ាងខ្លាំង Scarlet Witch មានអ្វីខ្លះ Wanda មិនមែនជាអ្នកប្រយុទ្ធដែលពឹងផ្អែកលើកម្លាំងរាងកាយទេអាវុធដ៏សំខាន់របស់នាងគឺអំណាចរបស់ខ្លួន Marvel បានពិពណ៌នាថាសមត្ថភាពរបស់ Wanda រួមមាន Telekinesis ការគ្រប់គ្រងថាមពលនិងសមត្ថភាពដែលអាចប៉ះពាល់ដល់ចិត្តរបស់អ្នកដទៃនិយាយឲ្យងាយយល់គឺ Wanda អាចប្រើថាមពលរបស់នាងដើម្បីរុញទាញលើកបំផ្លាញនិងគ្រប់គ្រងវត្ថុដោយមិនចាំបាច់ប៉ះវាដោយដៃហើយអ្វីដែលគួរឲ្យខ្លាចបំផុតគឺកម្លាំងរបស់នាងមិនចាំបាច់ប្រយុទ្ធជិតៗនោះទេ Thanos អាចមានកម្លាំងខ្លាំងជាង Wanda ជាច្រើនដងប៉ុន្តែបើគាត់មិនអាចចូលទៅដល់ Wanda បានតើកម្លាំងរាងកាយរបស់គាត់មានប្រយោជន៍ប៉ុណ្ណានេះជាបញ្ហាដ៏ធំសម្រាប់ Thanos ការប្រយុទ្ធក្នុង Endgame ឥឡូវយើងមកដល់ឈុតដែលគួរឲ្យចងចាំបំផុតបន្ទាប់ពី Wanda ត្រឡប់មកវិញពីការបាត់ខ្លួននាងបានឃើញ Thanos សម្រាប់ Wanda នេះមិនមែនជាការប្រយុទ្ធធម្មតាទេ Thanos គឺជាមនុស្សដែលបានសម្លាប់ Vision ដែលជាមនុស្សដែលនាងស្រឡាញ់នៅពេល Wanda ប្រឈមមុខនឹង Thanos នាងមិនបានមកដើម្បីការពារខ្លួនតែប៉ុណ្ណោះទេនាងមកជាមួយកំហឹងហើយពេលដែល Thanos ចាប់ដើមប្រយុទ្ធយើងបានឃើញថា Wanda មិនខ្លាចគាត់ឡើយនាងប្រើថាមពលរបស់ខ្លួនហើយចាប់ដើមទប់ Thanos បន្ទាប់មកនាងចាប់ដើមបំបែកអាវក្រោះរបស់ Thanos ព្យាយាមប្រឆាំងប៉ុន្តែ Wanda កាន់តែបង្កើនកម្លាំងក្រុមការងារ VFX របស់ Endgame បានបញ្យល់ថាក្នុងរឿងនេះ Wanda ត្រូវបានបង្ហាញថាបានឈានដល់កម្រិតខ្ពស់បំផុតនៃអំណាចរបស់នាងហើយឈុតដែលនាងដោះអាវក្រោះរបស់ Thanos គឺជាចំណុចសំខាន់នៃការប្រយុទ្ធនេះមានន័យថាតាមអ្វីដែលយើងឃើញនៅលើអេក្រង់ Thanos កំពុងចាញ់គាត់មិនអាចយកឈ្នះ Wanda ដោយកម្លាំងផ្ទាល់បានទេប៉ុន្តែ Thanos មិនមែនជាមនុស្សធម្មតាទេនេះគឺជាចំណុចដែលមនុស្សជាច្រើនភ្លេច Thanos គឺជាអ្នកប្រយុទ្ធដែលមានបទពិសោធន៍យ៉ាងច្រើនគាត់មិនមែនជាមនុស្សដែលនឹងឈររងការវាយប្រហាររហូតដល់ស្លាប់ឡើយនៅពេល Thanos យល់ថាគាត់មិនអាចយកឈ្នះ Wanda ដោយការប្រយុទ្ធផ្ទាល់បានគាត់បានបញ្ជាឲ្យកងទ័ពរបស់គាត់បាញ់មកលើទីតាំងប្រយុទ្ធមានន័យថា Thanos បានប្រើវិធីមួយដែលមិនសូវជាកិត្តិយសសម្រាប់ការប្រយុទ្ធម្នាក់ទល់ម្នាក់ប៉ុន្តែមានប្រសិទ្ធភាពខ្លាំងក្នុងសង្គ្រាមគាត់បានបញ្ជាឲ្យយានអវកាសបាញ់រំលងសមរភូមិក្រុមការងារផលិតក៏បានពន្យល់ថាការប្រយុទ្ធរវាង Wanda និង Thanos
ដើមឡើយមានរយៈពេលវែងជាងអ្វីដែលយើងឃើញក្នុងខ្សែភាពយន្តប៉ុន្តែត្រូវបានកាត់បន្ថយដើម្បីរក្សាអារម្មណ៍និងល្បឿននៃឈុតចុងក្រោយដូច្នេះប្រសិនបើមានអ្នកសួរថាតើ Thanos ឈ្នះ Wanda ក្នុង Endgame ដែរឬទេចម្លើយគឺមិនមែនទេ Thanos មិនបានវាយឈ្នះ Wanda ដោយផ្ទាល់ឡើយគាត់ត្រូវប្រើការវាយប្រហារពីខាងក្រៅដើម្បីបំបែកការប្រយុទ្ធបើជាការប្រយុទ្ធមួយទល់មួយនេះជាសំណួរដែលគួរឲ្យចាប់អារម្មណ៍បំផុតស្រមៃថាគ្មានកងទ័ពគ្មានយានអវកាសគ្មាន Avengers ផ្សេងទៀតគ្មាន Infinity Stones មានតែ Thanos និង Scarlet Witch នៅក្នុងទីលានទំនេរមួយអ្នកណាឈ្នះខ្ញុំផ្ដល់អត្ថប្រយោជន៍ទៅ Scarlet Witch ហេតុផលទី1គឺចម្ងាយ Thanos គឺខ្លាំងបំផុតនៅពេលគាត់អាចចូលទៅដល់គូប្រជែងហើយប្រើកម្លាំងរាងកាយនិងអាវុធរបស់គាត់ប៉ុន្តែ Wanda អាចប្រយុទ្ធពីចម្ងាយនាងអាចទប់រាងកាយរបស់គាត់ពីចម្ងាយហើយមិនចាំបាច់ឲ្យ Thanos ចូលមកដល់ខ្លួនឡើយហេតុផលទី2គឺការគ្រប់គ្រង Wanda មិនត្រឹមតែបាញ់ថាមពលទេនាងអាចប្រើថាមពលរបស់ខ្លួនដើម្បីទប់និងបង្វែរឬបំផ្លាញវត្ថុដែលនៅជុំវិញនេះធ្វើឲ្យ Thanos ពិបាកចូលទៅជិតនាងហេតុផលទី3គឺអារម្មណ៍នៅក្នុង Endgame យើងឃើញថាកំហឹងរបស់ Wanda បានធ្វើឲ្យនាងប្រើអំណាចរបស់ខ្លួនក្នុងកម្រិតខ្លាំងបំផុតក្រុម VFX បានពិពណ៌នាថា Wanda នៅពេលនោះមានកំហឹងខ្លាំងហើយអំណាចរបស់នាងបានឈានដល់កម្រិតដែលអាចគំរាមកំហែង Thanos យ៉ាងធ្ងន់ធ្ងរប៉ុន្តែបើ Thanos មាន Infinity Stone នេះជារឿងខុសគ្នាទាំងស្រុងប្រសិនបើ Thanos មាន Infinity Gauntlet និង Infinity Stones ទាំង6នោះ Wanda នឹងជួបបញ្ហាធំ Thanos អាចប្រើថាមពលរបស់ Stones ដើម្បីបំផ្លាញឬបញ្ឈប់គូប្រជែងក្នុងវិធីដែលមិនអាចប្រៀបធៀបនឹងការប្រយុទ្ធធម្មតាបាននៅក្នុង Infinity War យើងបានឃើញថា Thanos ដែលមាន Infinity Stone អាចប្រយុទ្ធជាមួយ Avengers និងអ្នកការពារផ្សេងៗបានយ៉ាងខ្លាំងដូច្នេះយើងត្រូវបែងចែកឲ្យច្បាស់ Thanos គ្មាន Stone ទល់នឹង Wanda មានប្រៀប Thanos មាន Infinity Stone ទាំងអស់ទល់នឹង Wanda Thanos មានប្រៀបយ៉ាងខ្លាំងប៉ុន្តែមានចំណុចមួយទៀតដែលគួរឲ្យគិតតើ Wanda អាចសម្លាប់ Thanos បានទេតាមអ្វីដែលយើងឃើញក្នុង Endgame គឺ Wanda មានសមត្ថភាពធ្វើឲ្យ Thanos ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងនាងបានបំបែកអាវក្រោះរបស់គាត់ហើយធ្វើឲ្យគាត់ពិបាកទប់ទល់ប្រសិនបើគ្មានការវាយប្រហារពីយានអវកាសនោះការប្រយុទ្ធអាចបញ្ចប់ក្នុងទិសដៅខុសគ្នាប៉ុន្តែយើងមិនគួរនិយាយថា Wanda នឹងឈ្នះ 100% ដោយគ្មានលក្ខខណ្ឌទេហេតុផលគឺ Thanos មានបទពិសោធន៍និងភាពធន់ខ្លាំងណាស់ប្រសិនបើគាត់អាចចូលទៅដល់ Wanda បានការប្រយុទ្ធអាចបដូរទិសភ្លាម Wanda មានអំណាចខ្លាំងប៉ុន្តែ Thanos ក៏ជាគូប្រជែងដែលមិនគួរមើលស្រាលឡើយហើយមាន Wanda មួយទៀតដែលខ្លាំងជាងនេះប្រសិនបើយើងយក Wanda នៅក្នុង Doctor Strange in the Multiverse of Madness មកប្រៀបធៀបនោះការវិភាគនឹងកាន់តែខុសគ្នា Wanda នៅពេលនោះបានបង្ហាញសមត្ថភាពដែលគួរឲ្យខ្លាចជាងមុនយ៉ាងច្រើននាងមិនមែនជាតួអង្គដដែលពី Age of Ultron ទៀតឡើយនាងបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់នេះស្របទៅនឹងការបញ្យល់ពីក្រុមផលិត Endgame ដែលថារាល់ពេលដែលយើងឃើញ Wanda ក្នុង MCU នាងបានអភិវឌ្ឍការគ្រប់គ្រងអំណាចរបស់នាងកាន់តែច្រើនដូច្នេះប្រសិនបើយើងយក Scarlet Witch ដែលខ្លាំងបំផុតដែល MCU បានបង្ហាញមកទល់នឹង Thanos ដែលគ្មាន Infinity Stone នោះ Wanda មានប្រៀបយ៉ាងខ្លាំងប៉ុន្តែដើម្បីឲ្យមានភាពយុត្តិធម៌យើងមិនអាចនិយាយតែពី Wanda បានទេ Thanos មានចំណុចខ្លាំងជាច្រើនទី1គឺកម្លាំងរាងកាយទី2គឺភាពធន់ទី3គឺបទពិសោធន៍ប្រយុទ្ធទី4គឺភាពឆ្លាតវៃក្នុងសង្គ្រាមហើយទី5គឺគាត់មិនងាយភ័យខ្លាចទេ Thanos អាចឈរប្រឈមមុខនឹង Thor, Captain America និង Iron Man ក្នុងពេលតែមួយគាត់ក៏អាចទប់ការវាយប្រហារដ៏ធ្ងន់ធ្ងរពីតួអង្គខ្លាំងៗជាច្រើនបានដូច្នេះប្រសិនបើ Thanos អាចចូលទៅដល់ Wanda ហើយប្រើកម្លាំងរាងកាយបាននោះ Wanda នឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ប៉ុន្តែ Wanda មានអ្វីដែល Thanos ពិបាកប្រឈមមុខបំផុតនោះគឺការគ្រប់គ្រងពីចម្ងាយនាងមិនចាំបាច់ប្រយុទ្ធតាមរបៀបធម្មតាទេនាងអាចប្រើថាមពលរបស់ខ្លួនដើម្បីទប់គូប្រជែងនិងបំផ្លាញអាវុធឬការការពាររបស់គូប្រជែងហើយនៅក្នុង Endgame យើងបានឃើញផុសតាងផ្ទាល់ថា Thanos មានបញ្ហាយ៉ាងខ្លាំងនៅពេលប្រឈមមុខនឹង Wanda ដោយផ្ទាល់ Marvel ផ្ទាល់ក៏រៀបរាប់ពីឈុតនេះថា Wanda អាចប្រយុទ្ធទប់ Thanos និងបំបែកអាវក្រោះរបស់គាត់មុនពេលការវាយប្រហារពីកងទ័ពរបស់ Thanos បញ្ឈប់ការប្រយុទ្ធដូច្នេះអ្នកណាឈ្នះបើយើងកំណត់ច្បាប់ថា Thanos គ្មាន Infinity Stones Wanda ប្រើអំណាចពេញលេញគ្មានកងទ័ពគ្មានជំនួយពីអ្នកដទៃ
ហើយប្រយុទ្ធគ្នាមួយទល់មួយខ្ញុំនឹងផ្ដល់ឱកាសឈ្នះទៅ Scarlet Witch មិនមែនព្រោះ Thanos ខ្សោយទេប៉ុន្តែដោយសាររបៀបប្រយុទ្ធរបស់ Wanda គឺជាប្រភេទដែល Thanos ពិបាកទប់ទល់ Thanos អាចខ្លាំងជាង Wanda ខាងកម្លាំងរាងកាយប៉ុន្តែការប្រយុទ្ធមិនមែនតែងតែសម្រេចដោយអ្នកណាមានកម្លាំងរាងកាយខ្លាំងជាងនោះទេអ្នកដែលអាចគ្រប់គ្រងស្ថានភាពនិងមិនឲ្យគូប្រជែងចូលដល់ខ្លួនក៏អាចឈ្នះបានដែរហើយនោះគឺអ្វីដែល Wanda បានបង្ហាញនៅក្នុង Endgame សេចក្តីសន្និដ្ឋានដូច្នេះប្រសិនបើយើងសួរថា Thanos versus Scarlet Witch អ្នកណាខ្លាំងជាងចម្លើយមិនអាចនិយាយតែមួយពាក្យថា Thanos ឬ Wanda បានទេបើ Thanos គ្មាន Infinity Stones ហើយជាការប្រយុទ្ធមួយទល់មួយ Scarlet Witch មានប្រៀបខ្លាំងបើ Thanos មាន Infinity Stone ទាំង6ស្ថានភាពបដូរទាំងស្រុងហើយ Thanos មានអំណាចដ៏ធំធេងជាងមុនប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ Avengers Endgame បានផ្ដល់ចម្លើយមួយផ្នែករួចហើយនៅពេល Thanos គ្មាន Infinity Stones ហើយ Wanda ប្រើអំណាចពេញលេញ Thanos មិនអាចយកឈ្នះនាងតាមការប្រយុទ្ធផ្ទាល់បានឡើយគាត់ត្រូវបញ្ជាឲ្យកងទ័ពរបស់ខ្លួនបាញ់មកលើសមរភូមិដើម្បីបំបែកការប្រយុទ្ធហើយនេះប្រហែលជាហេតុផលដែលឈុត Scarlet Witch versus Thanos ក្លាយជាឈុតមួយដែលអ្នកគាំទ្រ Marvel ចងចាំយ៉ាងខ្លាំងព្រោះក្នុងរយៈពេលខ្លីមួយយើងបានឃើញថា Wanda Maximoff មិនមែនជាសមាជិក Avengers ធម្មតាទៀតទេនាងគឺជាតួអង្គដែលសូម្បីតែ Thanos ក៏ត្រូវប្រយ័ត្នហើយសំណួរចុងក្រោយសម្រាប់បងប្អូនអ្នកទស្សនាបើ Thanos គ្មាន Infinity Stones ទាំងពីរអ្នកប្រយុទ្ធគ្នាមួយទល់មួយតើបងប្អូនគិតថា Thanos ឬ Scarlet Witch នឹងឈ្នះសរសេរមតិរបស់បងប្អូននៅខាងក្រោមហើយប្រាប់ផងថាហេតុអ្វីបានជាបងប្អូនជ្រើសរើសតួអង្គនោះហើយប្រសិនបើបងប្អូនចូលចិត្តការវិភាគតួអង្គ Marvel បែបនេះសូមកុំភ្លេចចុច Like Share និង Follow ដើម្បីទទួលបានវីដេអូបន្ទាប់ Thanos ឬ Scarlet Witch អ្នកណាជាអ្នកខ្លាំងពិតប្រាកដ